គ្នាព្រឹកមិញកាលដែលខ្ញុំវិភាគដាក់នៅចូលក្រុមដាក់ថាតំបន់ហ្នឹងយើង sell ហ្នឹងបើសិនជាយើង back តេស្តផ្សារពីព្រឹកហ្នឹងវានៅតំបន់នេះអញ្ចឹងមូលហេតុអីដែលខ្ញុំវិភាគបែបហ្នឹងដោយសារតែខ្ញុំប្រើ tool B Trader Toolkit អញ្ចឹងពេលដែលយើងបើក tool ហ្នឹងមកយើងចូល setting ដើម្បីជ្រើសរើសយក section ដែលនៅក្រោយវាអញ្ចឹងបើសិនជាយើងចង់ trade អាស៊ីហ្នឹងយើងត្រូវជ្រើសរើសយក New York កាលពីយប់អញ្ចឹងពេលយើងជ្រើសរើសមកយើងដឹងហើយថា volume profile វានៅតំបន់ណាអញ្ចឹងនេះ volume profile វាយើងចូល5នាទីដើម្បីគូតែយើងមើលតែ time frame 5នាទីទេដើម្បីគូដោយសារអីវាតូចល្មមមកយើង trade បានអញ្ចឹងយើងគូប៉ុណ្ណឹងមកហើយយើងធ្វើការ lock វាមកហើយយើងបិទចោលទៅយើងដឹងហើយអញ្ចឹងផ្សារដែលយើងអាច sell បានទី1វាឡើងប៉ះតំបន់ហ្នឹងយើង sell ទៅទី2បើយើងចង់ sell តំបន់សុវត្ថិភាពខ្លាំងហ្មងនេះតំបន់នេះហើយផ្សារហ្នឹងយើងឈប់ sell នៅពេលណាយើងឈប់ sell នៅពេលដែលវា break ទៅលើអញ្ចឹង liquidity profile ហ្នឹងគឺជារនាំងមួយដែលវាខាំងបើសិនជាវាធ្លាយមកលើបែបនេះយើង sell អត់បានទេមានន័យថាផ្សារហ្នឹងខូចហើយមានន័យយើងវិភាគខុសហើយឬមួយក៏វាអត់ដើរតាមផែនការរបស់យើងអញ្ចឹងអ្វីដែលខ្ញុំវិភាគគឺវិភាគចុះដោយសារវានៅខាងក្រោមអញ្ចឹងមួយទៀតយើងបើកវាចោលមកទី2វាស្របជាមួយនឹងតំបន់ sell reversal ដែរអញ្ចឹងបើក្នុងលក្ខខណ្ឌបងប្អូនចង់លក់បងប្អូនត្រូវដាក់ SL ឲ្យផុតតំបន់នេះវាអាចធំតិចមែនប៉ុន្តែ TP យើងក៏ធំដូចគ្នាទីហោថាយើង sell កន្លែងហ្នឹងតែ TP យើងដែរធំដូចគ្នាអញ្ចឹង SL ធំ TP ធំបើសិនបងប្អូនកេង SL តូចបងប្អូនអាចកេងដាក់ពីលើខ្សែ sell reversal បានក៏ប៉ុន្តែអាចងាយនឹងប៉ះអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើវីដេអូបញ្យល់ដើម្បីឲ្យបងប្អូនយល់ទៅថ្ងៃក្រោយទោះបីខ្ញុំអត់ធ្វើ plan ឬក៏អត់ធ្វើវីដេអូក៏បងប្អូនអាចចេះដូចគ្នាដែរអញ្ចឹងចាំមើលចាប់ពីសប្តាហ៍ក្រោយទៅខ្ញុំនឹងយកឱកាសហ្នឹងដើម្បីធ្វើវីដេអូអញ្ចឹងឥឡូវយើង play ឲ្យចប់មកគឺផ្សារហ្នឹងវាដើរតម្រង់បែបហ្នឹងឯងអញ្ចឹងកាលដែលទិញកាលដែលលក់គឺយើងតែមួយ section ទេចប់គឺយើង close ហើយរងចាំ London ថ្មីទៀតខ្ញុំដាក់វាលឿនតិចមានន័យថាដល់តំបន់ហ្នឹងយើង sell មួយសិនមកហើយបើប៉ះខាងលើយើង sell ថែមមានន័យថាវាដល់តំបន់សំខាន់ខ្លាំងអញ្ចឹងណាខ្ញុំធ្វើការខាវាលឿនបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនចុះមកអាច take profit តាម low ហ្នឹងទៅហើយ move BE ហើយ hold មករកខាងក្រោមនេះអញ្ចឹងមានប៉ុណ្្នឹងទេអរគុណច្រើនខ្ញុំនឹងព្យាយាមបញ្យល់ឲ្យយល់ពី liquidity profile ឡើងពេលដែលយល់ស្រួល trade យកវាធ្វើជា khel យើងជា khel ការពារ SL របស់យើងបាទមានប៉ុណ្្នឹងទេអរគុណហើយបើចង់តាមដាន signal ឬមួយក៏ idea ផ្សេងអាច join មកក្នុង group Telegram វិញដោយសារអី group នឹងឆាតនៅក្នុង channel ខ្ញុំអត់ឆាតទេ